ថ្ងៃនេះគឺអាកាសធាតុចកអាប់ដែលមានអាប់ខ្លាំងនៅតាមដងផ្លូវលេខ7ពី Winchester ទៅ Leesburg ហើយក៏មានអាកាសធាតុត្រជាក់ខ្លាំងដែរនេះបើយើងមើលទៅគឺហាក់បីដូចជាបែកផ្សែងអញ្ចឹងបែកផ្សែងហើយមើលទៅខាងមុខហ្នឹងគឺហាក់បីដូចជាមិនឃើញមានអ្វីទេគឺមានផ្សែងខ្មៅតែម្ដងនេះជាការបង្ហាញបន្តិចបន្តួចនៅអាកាសធាតុនៅទីនេះសូមអរគុណសូមជម្រាបលាហើយនឹងជួបគ្នាវីដេអូក្រោយទៀត